ក្រោយពេលកែរួចបាន10ថ្ងៃបងប្អូននេះពូជ AGT 303តែពូជតែគេល្បីតែផលច្រើនប៉ុន្តែខ្ញុំធ្វើបរាជ័យវគ្គតង់ទី1ដែលធ្វើទៅវាអត់ដោះអញ្ចឹងខ្ញុំក៏ជួសជុលនេះក្រោយជួសជុលបាន10ថ្ងៃវាមានសម្រស់ប៉ុណ្ណឹងខ្ញុំថាបាន2សប្តាហ៍ចាប់បង្ហាញជូនបងប្អូនតែដល់ពេលមកមើលស្រែថ្ងៃនេះឃើញវាស្អាតគួរសមហើយក៏វាបែកគុំខ្លាំងដែរបងណានេះបែកគុំចាប់ដើមបែកហើយដើមនៅតប៉ែតនៅឡើយទេបងប្អូនណាអញ្ចឹងមានន័យថាវានៅបែកបន្តទៀតប៉ុន្តែពេលនេះត្រូវពេលជាប្រញឹកដៃបន្តិចដើម្បីធ្វើឲ្យវាបែកឲ្យបានលឿនហើយឆាប់បានពេញមើលទៅសមភ្នែកបងប្អូនណាហើយស្រែនេះគេឲ្យវាយចោលហ្នឹងគឺខ្ញុំអត់បានវាយចោលទេខ្ញុំកែបើខ្ញុំវាយចោលពេលនេះវាអស់លុយថ្លៃពូជអស់លុយថ្លៃប្រេងវាយដីថ្លៃព្រោះគឺសិតតែប្រើលុយទាំងអស់អញ្ចឹងបើបំណាច់នឹងប្រើលុយដដែលជើងប្រើក្បួនកែវិញចាយលុយដូចគ្នាបងប្អូនណាអញ្ចឹងអត់សោះខុសគ្នាប្រហែលទេហើយយើងអាចបានប្រមូលផលបានលឿនជាងហើយតកតងនឹងរបបទឹកភ្លៀងក្រសួងបានប្រកាសហើយថាចប់ចុងខែ7ដើមខែ8នេះនឹងកូនរដូវប្រាំងមកដល់ហើយបាតុភូតអែលនីណូនឹងចូលមកដល់ទឹកអូនឹងអាចដាច់ហើយនឹងអាចស្ទើរទឹកអញ្ចឹងបើសិនជាខ្ញុំប្រើក្បួននេះកែទម្រាំដាច់ខែ7ស្រូវនេះចាប់ដើមប្រហែលជាអាចផើមចេញផងកថាបានប៉ុន្តែខ្ញុំអត់ដឹងអាយុប្រហែលពិតប្រាកដទេប៉ុន្តែដែលខ្ញុំយកមកនេះគេថាមួយនេះ95ថ្ងៃអញ្ចឹងចាំមើលតាមដានជាក់ស្ដែងបើ95ថ្ងៃមែនវាតែ65ថ្ងៃវាចេញហើយបងប្អូនណាអញ្ចឹងស្រូវនេះវាបានចូល40ថ្ងៃហើយបងប្អូនណាហើយឃើញស្អាតគួរសមអញ្ចឹងចាំតាមដានតទៀតបងប្អូនណានោះផ្ទះមួយហ្នឹងដែលខ្ញុំបង្ហាញជូនបងប្អូនជាប្រចាំហ្នឹងខ្ញុំអង្គុយកន្លែងដដែលហើយមកខាងនេះខៀវស្អាតបងប្អូនណាក្រោយពេលកែរួចខ្ញុំចាប់ដើមបាយជីគ្រាប់ 2B បាយជីកំប៉ុស្តអស់ 20B លើដីមហត្តា30នេះបងប្អូនណាបាយជីកំប៉ុស្តអស់ 20B ហើយខ្ញុំក៏បាញ់ជីបំពន់ចូលហើយបាញ់ជំនួយបំបែកគុំបន្ថែមដើម្បីឲ្យវាបែកគុំល្អហើយរក្សាទឹកតិចក្នុងស្រែដើម្បីឲ្យវាបែកគុំល្អបងប្អូនអញ្ចឹងអរគុណច្រើន